ngày ní đá mọt miên liệp miênใจแต่ម្ដងបងប្អូនហើយបានជាមួយនឹងសាច់អាំងជាពិសេសមានតន្ត្រីក៏លេងភ្លេងនៃអីស្ដាប់ទៀតណាត្រូវជាមួយថ្ងៃនេះទិញបានសាច់ល្អទៀតជាពិសេសជាមួយនឹងទឹកជ្រលក់នេះនិយាយពីថាត្រូវជាតិគ្នាណាបងប្អូនហើយមហាឆ្ងាញ់ខ្លាំងមែនតើនិយាយពីថាម្នាក់បានញ៉ាំចូលមាត់ហើយក៏វាក្បាលផងអីផងបើរសជាតិវិញគឺថាឲ្យអ៊ុយបងប្អូនជាតិសាហាវហ្មងជាពិសេសមួយម៉ាត់នេះតែម្ដងនិយាយពីថាខ្ទិះពេញមាត់ហ្មងតាមពិតប្រភេទសាច់អាំងសាច់អីហ្នឹងបងប្អូនគេត្រូវជុំគ្នាថ្ងៃសៅរ៍ថ្ងៃអាទិត្យណាប៉ុន្តែខ្ញុំនេះម្លងម្ដងថ្ងៃច័ន្ទហើយបើនិយាយពីថាសាច់បន្លែយើងវិញស្រស់ល្អខ្លាំងមែនតើនេះជាផ្នែកខាងទឹកជ្រលក់យើងណាបើនិយាយពីថាសាច់គោវិញឡើងក្រហមល្ងាហ្មងហាន់មកប្រទេសមកនិយាយពីថាតំណងមែនតើបងប្អូនហើយសំខាន់បានផុយឆ្ងាញ់ទៀតថ្ងៃនេះមិនត្រឹមតែមាត់មានលៀបមានใจទេសំបីតែអារម្មណ៍ក៏ល្អដែរដោយសារអីបានអូនរតនៈគេអង្គុយលេងភ្លេងកំដរលេងអីអញ្ចឹងបងប្អូនគេកេះហ្គីតាអីឲ្យស្ដាប់អញ្ចឹងទៅប៉ុន្តែបើថាសួរចេះអត់ចេះទេបានពូគេយកមកផ្ញើអ៊ំពូមីងដល់ពេលអញ្ចឹងភ្លេចខ្លួនណាទៅទីអង្គុយកេះលេងរហូតក៏លេងមកមើលផ្នែកសាច់យើងវិញថ្ងៃនេះខ្ញុំមានសាច់គោជាមួយនឹងសាច់ជ្រូកផងដែរបន្ទាប់ពីហាន់វាហើយខ្ញុំចាប់ផ្ដើមប្រឡាក់ជាមួយនឹងទឹកគ្រឿងយើងតែម្ដងសម្រាប់រសជាតិខ្ញុំអត់យកប្រៃផ្អែមអីដិតខ្លាំងពេកទេគឺថាយករសជាតិមកឡមល្មមដោយសារយើងយកទៅជ្រលក់មួយទឹកជ្រលក់ទៀតបន្ទាប់មកខ្ញុំដាក់ជាមួយនឹងពងមាន់ចំនួន2គ្រាប់ប្រូយជាមួយល្ងសពីលើញ៉ាំសាច់អាំងអីបងប្អូនកុំចោលជាមួយនឹងខ្ទឹមបារាំងរួមជាមួយស្លឹកខ្ទឹមនេះនិយាយពីថាអាំងមកសពប់ទៅញ៉ាំទៅរសជាតិគេឡើងផ្អែមឆ្ងាញ់ហ្មងចំណែកជីវ៉ាន់ស៊ុយនេះខ្ញុំទុកដាក់ជាមួយនឹងទឹកជ្រលក់យើងណាបន្ថែមជាមួយនឹងក្រូចឆ្មាអត់ភ្លេចទេទាំងផ្នែកសាច់ទាំងផ្នែកបន្លែខ្ញុំបន្ថែមជាមួយនឹងល្ងសដូចគ្នាបើនិយាយរឿងសាច់អាំងនេះគឺថាខានធ្វើញ៉ាំយូរមែនតើហ្មងអញ្ចឹងមករំលឹករូបមន្តចាស់បន្តិចបន្ទាប់ពីរៀបចំក៏ដូចជាមានល្ងើកមានអីកាត់រួចអស់ហើយហ្នឹងយើងចាប់ផ្ដើមដាក់អាំងសាច់ជាមួយនឹងបន្លែយើងតែម្ដងទៅបើនិយាយពីថាអូនរតនាអូយនិយាយពីថាឆ្វេងឆ្វាច់ណាអ៊ំពូមិញអើយចង់ជួយធ្វើជួយប្រែហើយខ្ញុំក៏ឆ្លៀតមកធ្វើជាមួយនឹងទឹកជ្រលក់យើងណាក៏លេចមើលមុខអ្នកប្រែសាច់ពេលអត់ទាន់បានញ៉ាំនិយាយពីថាឈ្ងុយចើមផងអីផងហើយបើនិយាយពីរបៀបធ្វើទឹកជ្រលក់ខ្ញុំនេះក៏អត់មានអីពិបាកដែរយើងគ្រាន់តែមានជាមួយនឹងតៅហ៊ូយើងកិនវាឲ្យម៉ត់ទៅបន្ទាប់មកខ្ញុំដាក់ជាមួយនឹងគ្រឿងទេសមានប៊ីចេងស្ករសក៏ដូចជាខ្ទឹមសយើងចូលបន្ថែមជាមួយនឹងម្ទេសឆាក៏បានម្ទេសម៉ត់ដែលយើងកិនហើយបុកហើយក៏បានដែររួមជាមួយនឹងជីវ៉ាន់ស៊ុយបងប្អូនដាក់ក្រូចឆ្មារៀងជូរបន្តិចអូយនិយាយពីថាជាតិឆ្ងាញ់ណាស់បើនិយាយពីសាច់យើងវិញគឺថាយើងហាន់វាអត់ក្រាស់ខ្លាំងទេស្ដាងល្មមដល់ពេលអញ្ចឹងអាំងតែមួយផ្លែគឺថាឆ្អិនបានញ៉ាំហើយបន្ទាប់ពីឆ្អិនហើយហ្នឹងខ្ញុំយកវាមកហាន់ជាដុំទុយល្មមយើងញ៉ាំអញ្ចឹងដាក់បន្ទាប់ជាមួយនឹងជីស្វាយក៏ដូចជាសាឡាត់សួយសូបជាមួយនឹងទឹកជ្រលក់យើងកុំភ្លេចបន្ថែមជាមួយនឹងខ្ទឹមបារាំងដែលយើងអាំងហើយបងប្អូននិយាយពីថាជំនួយរសជាតិកាន់តែឆ្ងាញ់ហ្មងមើលអ៊ំពូមីងញ៉ាំមកអ៊ំពូមីងខ្ទឹមបារាំងសម្រាប់វីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាមានខុសឆ្គងត្រង់ណាក៏សូមការអធិស្ឋានពីពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរជូនពរបងប្អូនមានសុខភាពល្អតើណាសូមឲ្យមានសុខសុវត្ថិភាពជាពិសេសរកស៊ីទទួលទានមានបានអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ